សូមជូនរឿងក្លិនក្រអូបផ្កាដែលអប្សរាបាត់បង់លឺនាងសូរិយាជាអប្សរាហ្វឹកហាត់វ័យក្មេងតែងតែខិតខំហាត់រំនៅទីធ្លាប្រាសាទដ៏ធំធេងនាងមានមហិច្ឆតាចង់រំថ្វាយព្រះមហាក្សត្រណាស់នាងគិតតែពីភាពល្អឥតខ្ចក់នៃជំហានរំរបស់ខ្លួនហើយមិនបានចាប់អារម្មណ៍នឹងផ្កាក្រអូបដែលរីកជុំវិញខ្លួននាងឡើយនាងគិតថាការទាំងនេះគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះព្រមត្រឹមតែល្អបំផុតនាងរអ៊ូដល់ខ្លួនឯងនាងមិនដឹងទេថាការទាំងនោះជាផ្នែកដ៏សំខាន់នៃអាថ៌កំបាំងរំរបស់នាងនៅថ្ងៃនោះលោកតាគ្រូបានប្រកាសថាអប្សរាដែលនឹងរំថ្វាយព្រះមហាក្សត្រត្រូវតែមានក្លិនក្រអូបនៃផ្កាឈូកពិសេសនាងសូរិយារំភើបចាស់ណាស់ព្រោះនាងមានឱកាសនេះមុនការសម្ដែងនាងត្រូវលាបប្រេងក្រអូបផ្កាឈូកនេះនាងដឹងថាក្លិននេះគឺជាអាថ៌កំបាំងនៃភាពទាក់ទាញរបស់នាងបានដាក់ដបនោះទុកដោយប្រយ័ត្នប្រយែងនៅក្នុងប្រអប់គ្រឿងអលង្ការរបស់នាង1 ម៉ោងក្រោយមកពេលនាងត្រៀមខ្លួនដើម្បីរាំនាងបានបោប្រអប់របស់នាងអោព្រះអើយប្រេងក្រអូបផ្កាឈូកបាត់ទៅហើយនាងសូរិយាភ័យស្លន់ស្លោជាខ្លាំងនាងបានរើកាយរកគ្រប់ទីកន្លែងប៉ុន្តែរកមិនឃើញអ្វីសោះតើខ្ញុំអាចរំថ្វាយព្រះមហាក្សត្រដោយគ្មានក្លិនក្រអូបនេះដោយរបៀបណាភាពអាម៉ាស់និងការខកចិត្តបានគ្របដណ្ដប់លើនាងបានត្រឡប់ទៅសួនច្បារវិញដោយសង្ឃឹមថាប្រហែលជាដបនោះធ្លាក់នៅទីនោះនាងមិនបានរកឃើញដបនោះទេប៉ុន្តែនាងបានឮសំឡេងសើចយ៉ាងរីករាយនៅជ្រុងសួនច្បារដែលនាងមិនដែលចាប់អារម្មណ៍កុមារាកុមារីក្នុងភូមិកំពុងថែទាំផ្កាយ៉ាងយកចិត្តទុកដាក់ទាំងនេះគឺជាតារានិងបតុមនាងសូរិយាបានដើរទៅរកពួកគេនាងដែលធ្លាប់អំនួតឥឡូវនេះត្រូវបន្ទះខ្លួនដើម្បីសុំជំនួយបងប្អូននាងសួរដោយសម្លេងទន់ភ្លន់តើបងប្អូនបានឃើញដបប្រេងក្រអូបផ្កាឈូកតូចមួយនៅកន្លែងណាដែរទេតារានិងបតុមបានគិតយ៉ាងម៉ត់ម៉ត់ពួកគេមិនបានឃើញដបដ៏មានតម្លៃនោះទេតារានិយាយថាបងស្រីសូរិយាយើងមិនបានឃើញដបទេប៉ុន្តែយើងអាចជួយបងបានភាពកណអូបពិតនៃផ្កាឈូកគឺនៅនេះឯងតារាបាននាំនាងទៅក្បែរស្រះឈូកធំនាងសូរិយាបានដកដង្ហើមវែងហើយលើកទី1ហើយដែលនាងពិតជាបានស្រូបយកក្លិនក្រអូបនៃផ្កាឈូកទាំងនោះនាងសូរិយាបានលុតជង្គង់ដោនហើយទទួលស្គាល់ភាពអំនួតរបស់នាងខ្ញុំត្រូវភ្លេចថាសម្រស់ដ៏ពិតប្រាកដគឺនៅនេះឯងនាងខ្សឹបបតុមបានបេះផ្កាឈូកដ៏ស្រស់ស្អាតមួយជូននាងគិតនិយាយថាបងស្រីអាចយកក្លិនក្រអូបនេះទៅរំបានតារាបានជួយនាងសូរិយាយកទឹកសម្ដាលពីផ្កាឈូកមកលាបលើទ្រូងវាជាក្លិនធម្មជាតិដ៏បរិសុទ្ធបំផុតនាងសូរិយាអរគុណក្មេងៗទាំងពីរដោយស្មោះស្ម័គ្រនាងបានរៀនមេរៀនដ៏មានតម្លៃមួយហើយរត់ត្រឡប់ទៅប្រាសាទវិញទាំងមានក្តីសង្ឃឹមពេលទៅដល់សាលមហោស្រពនាងមានពេលត្រឹមតែប៉ុន្មាននាទីមុននឹងការសម្ដែងចាប់ផ្ដើមនាងបានដាក់ផ្កាឈូកនៅក្បែរខ្លួននាងចាប់ផ្ដើមរាំនាងរាំដោយភាពស្រស់ស្រាយនិងពេញដោយព្រលឹងវិញ្ញាណក្លិនក្រអូបនៃផ្កាឈូកធម្មជាតិបានសាយភាយពេញសាលលោកតាគ្រូបានឃើញភាពខុសគ្នានាងសូរិយាមិនត្រឹមតែរាំបានល្អប៉ុន្តែនាងរាំដោយក្តីស្រឡាញ់និងភាពដឹងគុណការសម្ដែងបានចប់សពគ្រប់នាងបានឱនក្បាលថ្វាយព្រះមហាក្សត្រនិងមានអារម្មណ៍ថាបេះដូងរបស់នាងពោពេញទៅដោយក្តីសុខក្រោយមកតារានិងបតុមបានត្រឡប់ទៅសួនច្បារវិញហើយបានរកឃើញដបប្រេងនោះនាងសូរិយាបានធ្វើឲ្យវាធ្លាក់នៅក្បែររូបសំណាកក្មេងៗទាំងពីរបានយកដបនោះទៅប្រគល់ជូននាងសូរិយាវិញនាងសូរិយាមិនបានខឹងឡើយប៉ុន្តែនាងសប្បាយចិត្តថាមានមេរៀនដ៏មានតម្លៃចាប់ពីថ្ងៃនោះមកនាងសូរិយាបានក្លាយជាមិត្តរបស់កុមារាកុមារីអ្នកថែសួននាងតែងតែចំណាយពេលដើម្បីជួយពួកគេមើលថែផ្កានាងបានដឹងថាភាពស្រស់ស្អាតដ៏ពិតប្រាកដគឺមិនមែនស្ថិតនៅក្នុងដបប្រេងដ៏មានតម្លៃទេប៉ុន្តែស្ថិតនៅក្នុងការកោតសរសើរចំពោះអ្វីដែលធម្មជាតិបានផ្ដល់និងភាពរៀបធៀបក្នុងការទទួលជំនួយមេរៀនសូមកោតសរសើរភាពស្រស់ស្អាតដ៏សាមញ្ញជំនាញខ្លួនយើងមិនមែនត្រឹមតែស្នាដៃដ៏ធំធេងប៉ុណ្ណោះ